លេមេគង្គជាទន្លេធំនិងវែងមួយរបស់ពិភពលោកដែលមានប្រភពចេញពីខ្ពង់រាបទីបេប្រទេសចិនហើយហូបកាត់ប្រទេសជាច្រើននៅអាស៊ីមុននឹងធ្លាក់ចូលដល់សមុទ្រទន្លេមេគង្គជាប្រភពដ៏មានសក្តានុពលយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់ទ្រទ្រង់ជីវិតប្រជាពលរដ្ឋរាប់លាននាក់យ៉ាងសុខសាន្តព្រមទាំងបង្កើតបានជាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិនីមួយៗរាប់ដំណមកហើយវត្តទឹកទន្លេមេគង្គក្រោមដែលសម្បូរដោយជីវៈចម្រុះច្រើនប្រភេទនិងជាជម្រកជលផលទឹកសាបធំបំផុតរបស់ពិភពលោកបានទ្រទ្រង់បណ្ដាញជីវិតទាំងប្រទេសថៃឡាវកម្ពុជានិងវៀតណាមភាពសុខសាន្តនៃបណ្ដាប្រជាជាតិរស់នៅតាមដងទន្លេមេគង្គបានចាប់ផ្ដើមទទួលសញ្ញាព្រួយបារម្ភពីភាពប៉ះពាល់ដល់ជីវភាពរស់នៅជាបណ្ដាតាមរយៈព័ត៌មានស្ដីពីគម្រោងទាញយកប្រយោជន៍ទ្រង់ទ្រីធំពីអាងទន្លេដ៏មានសក្តានុពលនេះធនធានដ៏អស្ចារ្យរបស់មេគង្គដែលផ្ដល់ជាប្រាក់ចំណូលនិងស្បៀងអាហារដល់មនុស្សរាប់លាននាក់កំពុងស្ថិតក្រោមការគំរាមកំហែងដោយសារតែសំណើសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេនេះគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីគឺជាទំនប់ដែលត្រូវបានស្នើឡើងមុនគេក្នុងចំណោមគម្រោងទំនប់ធំចំនួន11ដែលបានគ្រោងសាងសង់នៅលើទន្លេមេគង្គខាងក្រោមទំនប់នេះស្ថិតក្នុងជ្រលងភ្នំប៉ែកខាងជើងរបស់ប្រទេសឡាវប្រទេសកម្ពុជាក៏មានគម្រោងចង់សាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គនេះដែរគណៈកម្មាធិការទន្លេមេគង្គបានសម្រេចចិត្តពន្យាការសម្រេចចិត្តលើការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីដោយផ្អែកលើការផ្ដល់យោបល់រិះគន់ពីសំណាក់ក្រុមអ្នកជំនាញផ្នែកបរិស្ថាននៃប្រទេសកម្ពុជាវៀតណាមនិងថៃដែលផ្អែកលើក្តីបារម្ភនានារបស់ប្រជាជនសហគមន៍និងផ្អែកលើភស្តុតាងជាច្រើនដែលបង្ហាញពីកង្វះព័ត៌មានចាំបាច់នានាស្ដីពីហេតុប៉ះពាល់សំខាន់អាចកើតចេញពីការសាងសង់ក៏ដូចជាដំណើរការទំនប់ហេតុប៉ះពាល់ទាំងនេះអាចបង្កជាផលវិបាកធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ស្បៀងនិងការចិញ្ចឹមជីវិតរបស់ប្រជាជនរាប់សិបលាននាក់កិច្ចប្រជុំអន្តររដ្ឋាភិបាលនៃគណៈកម្មការទន្លេមេគង្គជាតិទាំង4ប្រទេសហ្នឹងគឺបានសម្រេចលទ្ធផលថាមិនសម្រេចឲ្យមិនថាទាន់ឲ្យការសាងសង់ហ្នឹងឲ្យសម្រេចជាផ្លូវការឡើយទេទុកឲ្យការសម្រេចចុងក្រោយហ្នឹងទៅកិច្ចប្រជុំនៅថ្នាក់រដ្ឋមន្ត្រីដូច្នេះនេះគឺជាលទ្ធផលដែលផ្នែកបច្ចេកទេសនឹងបានមើលឃើញថានឹងមានផលប៉ះពាល់ផ្នែកបរិស្ថានច្រើនជាពិសេសទៅលើធនធានជលផលហើយនិងជីវៈចម្រុះមួយចំនួនហ្នឹងដែលខាងគណៈកម្មការទន្លេមេគង្គជាតិទាំងអស់រួមទាំងប្រទេសកម្ពុជានឹងយល់ឃើញថានៅមានការខ្វះខាតនៅព័ត៌មាននៅក្នុងការធ្វើសេចក្តីសម្រេចចិត្តហើយព័ត៌មានហ្នឹងគឺជាព័ត៌មានវិទ្យាសាស្ត្រព័ត៌មានស្ដីពីត្រីព័ត៌មានស្ដីពីជីវៈចម្រុះព័ត៌មានដទៃទៀតដូចជាតកតងទៅនឹងល្បាប់លំហូរហើយនឹងគុណភាពទឹកហើយនឹងការវិតម្លៃអំពីផលប៉ះពាល់នៅអន្តរព្រំប្រទល់នៃប្រទេសនីមួយៗហ្នឹងគឺមិនទាន់បានសិក្សាស៊ីជម្រៅហ្នឹងហើយខ្ញុំយល់ថាគណៈកម្មការជាតិទន្លេមេគង្គរបស់យើងក៏ដូចជារបស់ប្រទេសនៅក្នុងតំបន់ហ្នឹងយល់ឃើញថាព័ត៌មានទាំងហ្នឹងចាំបាច់ត្រូវតែឲ្យវាច្បាស់មុននឹងធ្វើសេចក្តីសម្រេចចិត្តនេះគឺជាទស្សនៈលើកឡើងពីក្តីបារម្ភរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គរួមនឹងសង្គមស៊ីវិលមួយចំនួនប្រសិនបើទំនប់វារីអគ្គិសនីត្រូវបានគេសាងសង់នៅលើដងទន្លេមេគង្គខ្ញុំមានការព្រួយបារម្ភដែរចំពោះការសាងសង់ប្រពៃទំនប់វារីអគ្គិសនីហ្នឹងបាទអញ្ចឹងគឺយើងទី1គឺយើងគិតទៅលើការប៉ះពាល់នៅលើធនធានធម្មជាតិបាទទី2នេះគឺយើងសំដៅទៅលើជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងនេះតែម្ដងបាទដូចថាទី1ដូចថាប៉ះលើធនធានធម្មជាតិនេះយើងគិតទៅថាបើយើងធ្វើយើងបង្កើតវារីអគ្គិសនីនេះទៅផលត្រីក៏វាអាចថានឹងអាចធ្លាក់ចុះវិញ
ទៀតក៏បានដែរហើយទី2ទៀតខ្ញុំថាការបង្កើតបរិយាកាសនេះទៅហ្នឹងគឺទឹកវាមិនថេវាអាចថាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋយើងដែរបាទហើយចំពោះការមុខរបរប្រជាពលរដ្ឋនៅក្នុងឃុំបឹងចានេះខ្ញុំគិតទៅថាការប្រជាពលរដ្ឋនឹងគាត់សង្ឃឹមទៅលើធនធានធម្មជាតិនឹងគឺគាត់ការបង្កើនផលដូចថាដីស្រែដីចម្ការនឹងផ្ទះសម្បែងរបស់គាត់ដល់ធ្វើហើយហ្នឹងទៅបើដល់ពេលយើងបង្កើតបរិយាកាសនេះទៅហ្នឹងយើងនឹងអាចផ្លាស់ចេញបាទយើងផ្លាស់ចេញហ្នឹងក៏ផលប៉ះពាល់ដល់ដីស្រែដីចម្ការរបស់គាត់ច្រើនបាទនិយាយពីសារៈសំខាន់នៃដងទន្លេមេគង្គនេះដោយអាស្រ័យទៅលើប្រជាពលរដ្ឋខ្ញុំនេះទូទៅទាំងអស់គឺអាស្រ័យពឹងផ្អែកទៅលើនៅដងទន្លេមេគង្គនេះឯងបាទពឹងផ្អែកទី1ការប្រើប្រាស់ទឹកពឹងផ្អែកទី2ការនេសាទត្រីវាជាជង្រុកត្រីមួយសម្រាប់ឲ្យប្រជាពលរដ្ឋខ្ញុំរស់នៅបានដោយស្រួលតាំងពីឪពុកម្ដាយតកូនតចៅមករហូតពួកខ្ញុំពឹងអាស្រ័យទៅលើទន្លេមេគង្គនេះឯងខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់បើសិនជាមានការធ្វើទៅមិនបើរដ្ឋាភិបាលមិនអាចទប់ស្កាត់បានគឺប្រជាពលរដ្ឋនៅឃុំខ្ញុំគឺមានព្រួយបារម្ភរហូតមកបឹងចានេះស្ថិតនៅតាមមាត់ទន្លេមេគង្គដែលប្រជាពលរដ្ឋតាំងទីលំនៅនៅលើដីត្រើយទន្លេខាងលិចហ្នឹងមួយចំនួននិងភាគច្រើននៅតាមកោះបាទហើយមុខរបររស់ស៊ីដែលប្រជាពលរដ្ឋពឹងពាក់ស្នាក់អាស្រ័យរស់ស៊ីហ្នឹងគឺគាត់រស់ស៊ីធ្វើស្រែកាប់ចម្ការហើយនេសាទត្រីនឹងជាមុខរបរប្រចាំជីវិតរបស់គាត់បញ្ជីពីទឹកវិញយើងឃើញថាការផឹកការមុជហ្នឹងគឺពួកខ្ញុំគ្មានទឹកគីឡូទឹកអីទេគាត់ថាចុះទឹកទន្លេដងទឹកទន្លេហ្នឹងមិនចាំបាច់ដងបាច់អីទេបាទហើយបញ្ជីពីថាការពឹងពាក់ទៅលើធនធាននៅក្នុងទឹកហ្នឹងសំខាន់គឺត្រីហ្នឹងតែហ្មងដែលប្រជាពលរដ្ឋរបស់ពួកខ្ញុំហ្នឹងនេសាទជាមកហូបផងចាប់វាមកហូបផងចាប់ជាលក់ដូចជាការលក់ជាត្រីស្រស់ការធ្វើជាផ្អកប្រហុកងៀតអីជាដើមដូរស្រូវដូរអង្គបន្ថែមទៀតដើម្បីរួមផ្សំទៅជាមួយការធ្វើចំការធ្វើស្រែរបស់យើងកន្លងទៅហ្នឹងខ្ញុំដូចជាមិនសូវមានការព្រួយបារម្ភទេខ្ញុំអាងថាដូចអាកាសធាតុហ្នឹងវាលំហធំណាស់ហើយទន្លេហ្នឹងក៏វាធំប៉ុន្តែបច្ចុប្បន្នឥឡូវនេះខ្ញុំមានការចាប់អារម្មណ៍យើងខ្លាចក្រែងលោថារបបទឹកហ្នឹងតែកណាគេទប់ទៅមកយើងនេះវាអត់គ្រប់គ្រាន់ទី1បាទទី2ការរស់នៅរបស់ធនធានដែលយើងត្រូវការដូចជាត្រីដូចជាផ្សោតនិងធនធានជលផលមួយចំនួនទៀតនោះខ្លាចក្រែងលោវាមានការបាត់បង់បដាទៅធ្វើឲ្យកូនចៅនៅខាងក្រៅមានការលំបាកក្នុងការចិញ្ចឹមជីវិតខ្លួនខ្ញុំក្តីប្រជាពលរដ្ឋខ្ញុំក្តីជាអ្នកចុងកាត់មកញ័រមិនសូវចេះដឹងច្រើនហើយការទទួលព័ត៌មានក៏មិនសូវបានច្រើនហើយក៏ចំណេះដឹងវាតិចមុជវាមិនបានជ្រៅទៅវាមិនបានឆ្ងាយតែក្នុងរយៈកាលឆ្នាំកន្លងទៅនេះយើងឃើញមានការផ្សព្វផ្សាយច្រើនតំណែងទៅតាមក៏ផ្សព្វផ្សាយតាមប៉ុស្តិ៍ជាតិយើងក៏មានតាមប៉ុស្តិ៍ផ្សេងទៀតជាភាសាខ្មែរនិយាយពីការផ្អើលភ្ញាក់ទៅលើការភ័យព្រួយបារម្ភទៅលើបញ្ហាទឹកចឹងពួកខ្ញុំក៏មានការអបអរសាទរដែរដែលថាថ្នាក់ខាងលើថ្នាក់ដឹកនាំខាងលើមានការជួយចាប់អារម្មណ៍ហើយណែកម្លាំងមួយចំនួនអ្នកចេះអ្នកដឹងនៅលើពិភពលោកយើងនេះមានការចាប់អារម្មណ៍តែជាការព្រួយបារម្ភទៅលើកង្វល់មួយចំនួនសម្រាប់ប្រជាពលរដ្ឋយើងសយាបុរីជាទំនប់វារីអគ្គិសនីនៅតំបន់ប្រទេសជាប់ព្រំប្រទល់កម្ពុជាឡាវក៏ប៉ុន្តែអ្វីដែលជាបញ្ហាទំនប់កើតឡើងគឺវាជះឥទ្ធិពលដល់តំបន់ខាងក្រោមទំនប់ធ្វើឲ្យចរន្តទឹកប្រែប្រួលធ្វើឲ្យកម្ពស់ទឹកប្រែប្រួលអេកូឡូស៊ីប្រព័ន្ធជីវៈចម្រុះរបស់ត្រីរបស់វារីសត្វជីវៈចម្រុះនឹងប្រែប្រួលកាលណាការប្រែប្រួលដោយប្រៀបបើបានតលយៈភាពនៃចិញ្ចីងបរិស្ថានគ្មានលំនឹងធ្វើឲ្យជីវសាស្ត្រមានការប្រែប្រួលពេលនោះវាត្រូវបាត់បង់អីមួយហើយលេចឡើងអីមួយដែលយើងមិនទាន់អាចសន្និដ្ឋានបានតាមការយកឃើញផ្ទាល់ខ្លួនរបស់ខ្ញុំគិតថាបើសិនជាមានការសាងសង់ទំនប់នៅលើដងទន្លេមេគង្គខ្ញុំគិតថាអ្វីដែលយើងដឹងពីខាងលើយើងមានការប្រទេសជិតខាងផ្សេងគេសង់ទំនប់ខាងលើខ្លះហើយប៉ុន្តែថ្មីឮថាប្រទេសឡាវដែលប្រទេសជិតខាងយើងហ្នឹងគេក្រុងនឹងសង់ដែរហើយខ្ញុំគិតថាទន្លេចាប់ពីប្រទេសឡាវមកដល់
កម្ពុជាចឹងហ្នឹងវាជាទន្លេធំខុសពីទន្លេខាងលើហើយបើសិនជាទំនប់នឹងត្រូវបានសាងសង់មែនយើងគិតថាវាមានផលប៉ះពាល់មកដល់ជាជនដែលរស់នៅក្រោមដងទន្លេហើយចំណុចសំខាន់ដែលខ្ញុំគិតថាផលប៉ះពាល់មួយទៀតហ្នឹងតកតងទៅនឹងចរន្តរបស់ត្រីដោយខ្ញុំធ្លាប់ធ្វើការនៅសបោនៅពីស្រុកសបោឡើងទៅដល់ស្ទឹងត្រែងវាជាទន្លេមួយដែលមានសក្តានុពលពិសេសព្រោះវាមានលងមានជីវៈចម្រុះមានតំបន់ត្រីពងកូនជាចម្រុះត្រីសំខាន់មែនទែនហើយបើសិនជាមានការសាងសង់ទំនប់ខាងលើជួនកាលវាអាចប៉ះពាល់ដល់ចរន្តត្រីនៅខាងក្រោមនោះដែរហើយក៏អាចប៉ះពាល់ទៅដល់ហើយមុខរបរនេសាទរបស់អ្នកស្រុកដែរខ្ញុំពិនិត្យមើលថាបើសិនជាទំនប់សាយបុរីនឹងធ្វើការសាងសង់ខ្ញុំយល់ថាលទ្ធភាពនៃផលប៉ះពាល់នោះគឺជាពិសេសច្រើនទៅលើធនធានជលផលបើផ្អែកតាមរបាយការណ៍របស់ WWF ថ្មីហ្នឹងគឺយើងបាន classify នៅក្នុងតំបន់ទន្លេមេគង្គទាំងមូលជាប្រព័ន្ធ ecology 13សំខាន់ហើយទាំង13ហ្នឹងចាំបាច់ត្រូវតែមានទំនាក់ទំនងជាមួយគ្នាបើសិនជាដាក់ទំនប់សាយបុរីហ្នឹងវានឹងធ្វើឲ្យផ្ដាច់ទំនាក់ទំនង13 connectivity ហ្នឹងបានន័យថាប្រព័ន្ធនៃធម្មជាតិប្រព័ន្ធ ecology នៅក្នុងធម្មជាតិគឺវាអាស្រ័យទៅនឹងការភ្ជាប់ទំនាក់ទំនងគ្នាហ្នឹងណាដូច្នេះវាធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅលើការផ្លាស់ប្ដូរទីជម្រកមួយទៀតគឺប៉ះពាល់ទៅលើធនធានជីវៈចម្រុះរបស់ជលសាស្ត្រខាង WWF យល់ថាគំនិតឬក៏ការព្រួយផ្ដើមទៅលើការសាងសង់ទំនប់វារីអគ្គិសនីនៅតាមនៅដងទន្លេមេហ្នឹងគឺចាំបាច់ត្រូវតែពន្យាទៅលើការសម្រេចចិត្តយ៉ាងហោចណាស់ក៏10ឆ្នាំទៅមុខដែរហើយនៅក្នុងរយៈពេលហ្នឹងយើងធ្វើការសិក្សាឲ្យបានស៊ីជម្រៅហើយសិក្សាអំពីហានិភ័យដែលអាចកើតមានអំពីផែនការឬគម្រោងណាមួយដែលថាចង់សាងសង់ទៅលើតាមដងទន្លេមេហ្នឹងដូច្នេះរយៈពេល10ឆ្នាំហ្នឹងប្រហែលជានឹងផ្ដល់ពេលវេលាមួយគ្រប់គ្រាន់ទៅបណ្ដាប្រទេសនៅក្នុងអាងទន្លេមេគង្គក្រោមហ្នឹងបើសិនជាគេចង់សាងសង់ទៅលើសាងសង់ហេដ្ឋារចនាសម្ព័ន្ធឬក៏ទំនប់ហ្នឹងនៅតាមដងទន្លេមេហ្នឹងធ្វើការចាប់ផ្ដើមសិក្សាស្រាវជ្រាវទៅអំពីហានិភ័យហ្នឹងអំពីគ្រោះថ្នាក់ហ្នឹងអំពីផលប៉ះពាល់ហ្នឹងហើយអំពីថាតើត្រូវកាត់បន្ថយនៅផលប៉ះពាល់ហ្នឹងយ៉ាងដូចម្ដេចហ្នឹងអាហ្នឹងខ្ញុំយល់ថាដូចជាចំហរបស់ WWF ចង់ឃើញឲ្យមានការពន្យាពេលរយៈពេល10ឆ្នាំបន្តទៅទៀតមុននឹងសម្រេចថាធ្វើការសាងសង់ទៅលើដងទន្លេមេទាំងនេះគ្រាន់តែជាការបង្ហាញពីការយល់ឃើញរបស់ប្រជាពលរដ្ឋរួមនឹងសម្លេងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធតំបន់មេគង្គតែប៉ុណ្ណោះក្រុមការងារផលិតយើងខ្ញុំពុំមានបំណងអ្វីផ្សេងទៀតឡើយ។